ការបរាជ័យអាចកើតមានបានចំពោះមនុស្សគ្រប់រូបនិងវាអាចកើតមាននៅក្នុងវិស័យនានានៃជីវិតខាងក្រោមនេះជាចំណុចសំខាន់ដែលមនុស្សអាចប្រឈមមុខនឹងការបរាជ័យ 1. បរាជ័យក្នុងការសិក្សាមិនអាចបញ្ចប់ការសិក្សាធ្លាក់បាក់ឌុបឬវិញ្ញាសាផ្សេងខកខានក្នុងការសម្រេចគោលដៅផ្នែកការសិក្សា 2. បរាជ័យក្នុងអាជីពការងារមិនអាចរកការងារដែលសមនឹងសមត្ថភាពត្រូវបណ្តេញចេញពីការងារមិនអាចឡើងថ្នាក់ឬអភិវឌ្ឍខ្លួនក្នុងជំនាញ 3. បរាជ័យផ្នែកហិរញ្ញវត្ថុខាតបង់លុយក្នុងការវិនិយោគមិនអាចគ្រប់គ្រងចំណាយចំណូលបានល្អជួបបញ្ហាបំណុលឬបាត់បង់ទ្រព្យសម្បត្តិ 4. បរាជ័យផ្នែកសង្គមមិនអាចមានទំនាក់ទំនងល្អជាមួយមនុស្សផ្សេងទេខកខានក្នុងការចូលរួមសកម្មភាពសង្គមមានបញ្ហាជាមួយមិត្តភាពឬសហគមន៍ 5. បរាជ័យក្នុងសេចក្តីស្រឡាញ់មិនអាចរកគូស្រឡាញ់បានជួបបញ្ហាក្នុងគ្រួសារឬការរួមរស់ព្រោះការពិបាកយល់ចិត្តគ្នាបណ្ដាលឲ្យបែកបាក់ 6. បរាជ័យផ្នែកផ្លូវចិត្តនិងខាងក្នុងខាតសភាពចិត្តដូចជាទុក្ខសោកឬអស់ចាចិត្តមិនទាន់ស្គាល់ខ្លួនឯងឬគោលដៅជីវិតមានអារម្មណ៍ថាខ្លួនគ្មានតម្លៃឬបោះបង់ចិត្តការយល់ដឹងសំខាន់ការបរាជ័យគឺជាផ្នែកមួយនៃអភិវឌ្ឍជីវិតចំណុចបរាជ័យនេះមួយអាចក្លាយជាអត្ថបទរៀនសម្រាប់អនាគតអ្នកជោគជ័យពិតប្រាកដមិនមែនគ្មានការបរាជ័យទេប៉ុន្តែគឺអាចឈ្នះការបរាជ័យនោះបាន